បាទជាធម្មតាពេលដែលធនាគារឬក៏ស្ថាប័នមីក្រូហិរញ្ញវត្ថុផ្ដល់ឥណទានជូនអតិថិជនបាទអតិថិជនរបស់ពួកគាត់គឺតែងតែសងត្រឡប់មកទៅធនាគារវិញឬក៏គឺស្ថានមីក្រូហិរញ្ញវត្ថុវិញមានការសងទៀងទាត់ឬក៏យឺតយ៉ាវឬក៏អ្នកខ្លះក៏យឺតយ៉ាវច្រើនថ្ងៃអ្នកខ្លះក៏យឺតយ៉ាវរហូតដល់រាប់រយថ្ងៃក៏មានដែរបាទអញ្ចឹងសម្បទានទុនគឺជាគណនីចំណាយមួយរបស់ធនាគារឬក៏មីក្រូហិរញ្ញវត្ថុហ្នឹងបាទវាចាត់ថ្នាក់ទៅតាមការយឺតយ៉ាវផ្សេងគ្នាបាទអញ្ចឹងវាបែងចែកជាពីរទៀតបាទសម្រាប់provision ហ្នឹងបាទសម្បទានទុនហ្នឹងបាទសម្រាប់កម្ចីត្រឹម1ឆ្នាំចុះក្រោមយើងគិតផ្សេងសម្រាប់កម្ចីលើសពី1ឆ្នាំយើងគិតផ្សេងហើយសម្រាប់ខ្ញុំលើកឡើងនេះគឺខ្ញុំលើកឡើងតែគណនីដែលយឺតយ៉ាវកម្ចីដែលមានរយៈពេលលើសពី1ឆ្នាំនេះបាទអញ្ចឹងសម្រាប់loan កម្ចីដែលយឺតយ៉ាវត្រឹម29ថ្ងៃបាទគឺយើងចាត់ថ្នាក់ថាវាជាចំណាត់ថ្នាក់ធម្មតាហើយយើងធ្វើសម្បទានទុនចំណាយនោះគឺ1%ហើយសម្រាប់កម្ចីយឺតយ៉ាវចាប់ពី30ថ្ងៃដល់89ថ្ងៃបាទវាស្ថិតនៅក្នុងចំណាត់ថ្នាក់ឃ្លាំមើលហើយយើងចាត់ចំណាត់ថ្នាក់អត្រាសម្បទានទុននោះគឺ3%ហើយសម្រាប់កម្ចីយឺតយ៉ាវចាប់ពី90ថ្ងៃដល់179ថ្ងៃយើងចាត់ថ្នាក់ថាវាជាក្រមស្តង់ដារដែលយើងអត្រាគណនេយ្យចំណាយនេះគឺសម្បទានទុនគឺ20%បាទហើយសម្រាប់អតិថិជនបាទគណនេយ្យដែលយឺតយ៉ាវចាប់ពី189ថ្ងៃដល់359ថ្ងៃយើងចាត់ចំណាត់ថ្នាក់ថាវាស្ថិតក្នុងចំណាត់ថ្នាក់សង្ស័យហើយសម្រាប់ការធ្វើអត្រាសម្បទានទុនហ្នឹងគឺ50%បាទហើយសម្រាប់កម្ចីដែលយឺតយ៉ាវចាប់ពី360ថ្ងៃឡើងទៅបាទគឺយើងចាត់ថ្នាក់ថាវាបានបាត់បង់បាទហើយយើងធ្វើអត្រាសម្បទានទុនហ្នឹងគឺ100%បាទសូមអរគុណ